សួស្តីអ្នកនរនៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកប្រាប់អ្នកនរអំពីរបស់របរប្រើប្រាស់មួយចំនួនដែលយើងគួរតែដឹងហើយយើងអាចនិយាយជាភាសាអង់គ្លេសបានអូខេអ្នកនរមើលរូបភាពនេះអូខេនៅក្នុងភាសាខ្មែរយើងហៅថាបងអួចអ្នកនរអញ្ចឹងនៅក្នុងភាសាអង់គ្លេសយើងអានថា window អូខេ window បន្តមកទៀតហើយរូបភាពនេះកសែងពុះគោអ្នកនរអញ្ចឹងនៅក្នុងភាសាអង់គ្លេសយើងអានថា towel towel ហើយរូបភាពនេះនាឡិកាដែលយើងព្យួរលើអញ្ចឹងនាឡិកាប៉ោលនៅក្នុងភាសាអង់គ្លេសយើងអានថា clock អូខេ clock បន្តមកទៀតនេះកុងតាក់អ្នកនរកុងតាក់ក្នុងភាសាអង់គ្លេសយើងអានថា switch អូខេ switch បន្តទៀតអ្នកនរហើយរូបភាពនេះកបិតអ្នកនរកបិតនៅក្នុងភាសាអង់គ្លេសយើងអានថា knife អូខេ knife រូបភាពនេះគឺ tele អូខេ tele នៅក្នុងភាសាអង់គ្លេសយើងអានថា remote អូខេ remote ឬក៏ remote control អូខេរូបភាពនេះទ្វារអ្នកនរនៅក្នុងភាសាអង់គ្លេសយើងអានថា door door ហើយរូបភាពនេះចានអូខេចានហើយចានកាឡុងអ្នកនរក្នុងភាសាអង់គ្លេសយើងអានថា bowl bowl រូបភាពនេះកន្ត្រៃអ្នកនរនៅក្នុងភាសាអង់គ្លេសយើងអានថា scissors អូខេ scissors បន្តមកទៀតរូបនេះកង្ហារអ្នកនរកង្ហារអញ្ចឹងនៅក្នុងភាសាអង់គ្លេសយើងអានថា fan fan អូខេហើយរូបភាពនេះគឺឆ្នាំងដំបាយអូខេឆ្នាំងដំបាយក្នុងភាសាអង់គ្លេសយើងអានថា pot អូខេ pot តមកទៀតរូបភាពនេះគឺសម្រាប់ថ្ពុកព្យួរកៅអៅអញ្ចឹងនៅក្នុងភាសាអង់គ្លេសយើងអានថា hangers អូខេ hangers ភាសាតែវាមានច្រើនអូខេហើយរូបភាពនេះដែរអ្នកនរយើងឃើញក្រែអញ្ចឹងក្រែនៅក្នុងភាសាអង់គ្លេសយើងអានថា bed អូខេ bed ហើយចំណែកឲ្យភួយវិញភួយ blanket អូខេ blanket ហើយខ្នើយអ្នកនរខ្នើយនៅក្នុងភាសាអង់គ្លេសយើងអានថា pillow pillow បន្តមកទៀតហើយនេះទូដែលយើងដាក់ចានឆ្នាំងអូខេអញ្ចឹងនៅក្នុងភាសាអង់គ្លេសអានថា cupboard cupboard បន្តមកទៀតដល់នេះវាំងននអញ្ចឹងវាំងនននៅក្នុងភាសាអង់គ្លេសយើងអានថា curtain curtain អូខេអំពូលអ្នកនេះអំពូលភ្លើងនេះនៅក្នុងភាសាអង់គ្លេសយើងអានថា lamp lamp ហើយនេះឆ្នាំងសម្រាប់ឆាជានៃអញ្ចឹងអ្នកនេះធ្វើម្ហូបអញ្ចឹងនៅក្នុងភាសាអង់គ្លេសយើងអានថា pan pan អូខេតមកទៀតថ្នាំដុសធ្មេញនៅក្នុងភាសាអង់គ្លេសយើងអានថា toothpaste អូខេ toothpaste អូខេអូខេថ្នាំដុសធ្មេញ toothpaste toothpaste បន្តមកទៀតអ្នកនេះអានេះចានសំប៉ែតអ្នកនេះនៅក្នុងភាសាអង់គ្លេសយើងអានថា plate អូខេ plate ហើយម៉ាស៊ីនក្រឡុកផ្លែឈើនៅក្នុងភាសាអង់គ្លេសយើងអានថា blender blender ហើយនេះឆ្នាំងអ៊ុតឆ្នាំងអ៊ុតកៅអៅនៅក្នុងភាសាអង់គ្លេសយើងអានថា iron iron មិនមែនអាន iron ទេគឺយើងអានថា iron អូខេបន្តមកទៀតកញ្ចក់អូខេកញ្ចក់ឆ្លុះមុខអ្នកនរអញ្ចឹងនៅក្នុងភាសាអង់គ្លេសយើងអានថា mirror mirror ហើយបន្តទៀតទូរទស្សន៍នៅក្នុងភាសាអង់គ្លេសយើងអានថា television television ឬក៏យើងអានឲ្យខ្លីទៅ TV អូខេអានទៅ TV គេស្ដាប់បានដែរអូខេវែកវែកដុសសឡដុសស៊ុបអីអញ្ចឹងនៅក្នុងភាសាអង់គ្លេសអានថា ladle ladle អូខេម៉ាស៊ីនត្រជាក់អូខេម៉ាស៊ីនត្រជាក់នៅក្នុងភាសាអង់គ្លេសអានថា air conditioner air conditioner បន្តមកទៀតនេះអំបោសក្នុងភាសាអង់គ្លេសអានថា broom broom ហើយក្រាស់សិតសក់នៅក្នុងភាសាអង់គ្លេសយើងអានថា comb comb ឆាត់នេះនៅក្នុងភាសាអង់គ្លេសយើងអានថា umbrella umbrella ហើយម៉ាស៊ីនបោកខោអាវនៅក្នុងភាសាអង់គ្លេសយើងអានថា washing machine washing machine ហើយកត្រកនេះកត្រកនៅក្នុងភាសាអង់គ្លេសយើងអានថា basket basket ហើយស្គុតអូខេសម្រាប់យើងយកទៅបិទអីចឹងណានេះស្អិតហ្នឹងនៅក្នុងភាសាអង់គ្លេសយើងអានថា tape អូខេ tape
ok យើងយកទៅជូតលើ grow លើអីហ្នឹងនៅក្នុងភាសាអង់គ្លេសយើងអានថា mop អូខេ mop តទៀតជាកឹះអ្នកនរនៅក្នុងភាសាអង់គ្លេសយើងអានថា chopsticks chopsticks អូខេតមកទៀតច្រាសដុសធ្មេញនៅក្នុងភាសាអង់គ្លេសយើងអានថា toothbrush អូខេ toothbrush អូខេច្រាសដុសធ្មេញហើយអានេះម៉ាស៊ីនសម្រាប់យើងដាក់ម្ហូបអាហារទៅក្នុងទៅយើងកម្ដៅវាកើនណាអ្នកនរអញ្ចឹងនៅក្នុងភាសាអង់គ្លេសយើងអានថា microwave អូខេ microwave អានេះសមអ្នកនេះសមក្នុងភាសាអង់គ្លេសយើងអានថា fork fork អូខេហើយនេះស្លាបព្រាក្នុងភាសាអង់គ្លេសយើងអានថា spoon spoon ស្បែកជើងអ្នកនេះយើងអានថា shoes shoes អូខេអានេះ computer នៅក្នុងភាសាអង់គ្លេសយើងអានថា computer computer អូខេអូខេទូរស័ព្ទអ្នកនេះនៅក្នុងភាសាអង់គ្លេសយើងអានថា phone phone ដោយបើតាមរូបភាពនេះយើងអានថា smartphone ក៏បានដែរអូខេអានេះរូបភាពនេះតុអូខេអញ្ចឹងនៅក្នុងភាសាអង់គ្លេសយើងអានថា table table ហើយនេះក្តារសម្រាប់អ៊ុតខោអាវអ្នកនេះយើងយកឆ្នាំងអ៊ុតយកមកអ៊ុតនៅក្នុងភាសាអង់គ្លេសយើងអានថា iron board អូខេ iron board ធុងសម្រាប់ដាក់ទឹកដាក់អីហ្នឹងអ្នកនេះក្នុងភាសាអង់គ្លេសយើងអានថា bucket bucket ហើយនេះដបជ័រក្នុងភាសាអង់គ្លេសយើងអានថា plastic bottle អូខេ plastic bottle អូខេទូទឹកកកនៅក្នុងភាសាអង់គ្លេសយើងអានថា refrigerator អូខេ refrigerator កៅអីនៅក្នុងភាសាអង់គ្លេសយើងអានថា chair chair ហើយអូខេដុំសាកនៅក្នុងភាសាអង់គ្លេសយើងអានថា adapter adapter ហើយនេះក្បាល robinet ទឹកអ្នកនេះ robinet ទឹកនៅក្នុងភាសាអង់គ្លេសយើងអានថាអូខេយើងអានថា tap អូខេ tap ហើយនេះច្រាសនៅក្នុងភាសាអង់គ្លេសយើងអានថា brush អូខេ brush អូខេហើយកូនសោហើយនិងមេសោកូនសោ key ដល់ពេលមេសោ lock អញ្ចឹងនៅក្នុងរូបភាពនេះយើងអានថា key and lock អូខេអ្នកនរសម្រាប់វីដេអូនៅថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត Goodbye see you later